យុវជនទាំងអស់ជាទីស្រឡាញ់ទឹកដីទាំងឡាយទឹកដីនគរប្រជាជាតិពូជសាសន៍ទាំងអស់គឺស្ថិតនៅក្នុងដៃលោកចឹងលោកដាច់ខាតទៅជាមនុស្សដែលមានចំណេះដឹងមានឆន្ទៈហើយស្មោះចំពោះជាតិទើបជាតិយើងគង់វង្សហើយអាត្មាសរសើរមួយត្រង់ថាយុវជនរបស់យើងមកដល់ពេលនេះណាអត់ដែលធ្វើអំពើហិង្សាណាមួយដល់ជនជាតិថៃដែលកំពុងរស់នៅកម្ពុជាទេពូជយើងអ្នកថ្លៃថ្នូរត្រូវធ្វើអញ្ចឹងមនុស្សជាតិនៅក្នុងសង្គមមួយគឺគេផ្ដោតមកចំណែកធំហ្នឹងគឺទៅលើយុវជនហើយដើម្បីស្រឡាញ់ជាតិស្រឡាញ់ទឹកដីបានពួកយុវជនលោកត្រូវតែព្យាយាមធ្វើខ្លួនឲ្យคล้ายជាពលរដ្ឋល្អហើយខំរៀននិយាយមួយម៉ាត់ប៉ុណ្ណេះស្ដាប់ទៅវាសាមញ្ញប៉ុន្តែព្យាយាមអភិវឌ្ឍខ្លួនឲ្យคล้ายទៅជាមនុស្សម្នាក់ក្នុងសង្គមពិបាកណាมันងាយទេអាចបើងាយណាស់ប្រកាសជាសម្បូរអ្នកប្រាជ្ញសម្បូរអ្នកចេះដឹងសម្បូរមហាសទ្ធិអីគ្រប់តែគ្នាហើយវាពិបាកអញ្ចឹងយុវជនសូមលោកមេត្តាគិតថាលោកជាចំណែកមួយរបស់ជាតិហើយដើម្បីការពារជាតិទឹកដីបានណាមិនគ្រាន់តែមានឆន្ទៈទេវាត្រូវមានចំណេះដឹងវាត្រូវមានបច្ចេកវាត្រូវមានការលះបង់ច្រើនយ៉ាងចេញអំពីយើងទើបឈ្មោះថាការពារជាតិការចូលរួមកសាងជាតិអភិវឌ្ឍជាតិនឹងបានវាអត់អាចគ្រាន់តែខឹងគេឲ្យទៅដឹកឡានដឹកលាមក4-5ឡានយកមកបាញ់គេអាហ្នឹងទៅធ្វើមិនកើតអាហ្នឹងវាអសុរោះណាស់គេមិនធ្វើទេហើយអាត្មាសរសើរមួយត្រង់ថាយុវជនរបស់យើងមកដល់ពេលនេះណាអត់ដែលធ្វើអំពើហិង្សាណាមួយដល់ជនជាតិថៃដែលកំពុងរស់នៅកម្ពុជាទេនៅថៃពលរដ្ឋខ្មែរយើងទទួលការរងគ្រោះអញ្ចឹងនេះជាអាកប្បកិរិយាមិនល្អនេះយុវជនត្រូវឆ្លើយតបនៅអំពើដោយឆ្លើយតបទៅអំពើទៅចំនួននេះដោយបែបថ្លៃថ្នូរហើយខ្ពង់ខ្ពស់មានប្រកបដោយគុណធម៌សុជីវធម៌ដូចយើងធ្វើសពថ្ងៃអញ្ចឹងជនជាតិថៃនៅស្រុកខ្មែរនេះអាត្មាគិតថាបើគិតអំពីការភ័យខ្លាចចំពោះសង្គមខ្មែរហើយនិងជនជាតិខ្មែរយើងដែលកំពុងរស់នៅថៃការភ័យខ្លាចនៅទីនេះប្រហែលជាមិនមានបើមានក៏មានតិចតួចដែរមិនច្រើនទេនេះជាសេចក្តីថ្លៃថ្នូររបស់ជាតិយើងរបស់ពលរដ្ឋយើងហើយត្រូវធ្វើមិនដើម្បីបំពេញចិត្តថៃទេពូជយើងអ្នកថ្លៃថ្នូរត្រូវធ្វើអញ្ចឹងមនុស្សជាតិចឹងលោកយុវជនសូមលោកព្យាយាមអភិវឌ្ឍខ្លួនសិក្សារៀនសូត្រហើយកុំព្យាយាមឲ្យសង្គមទាំងមូលនឹងមកចូលរួមដឹងឮរឿងជីវិតយើងច្រើនពេកត្រូវទទួលខុសត្រូវខ្លួនឯងពាក្យសាមញ្ញមួយរបស់អ្នកស្រុកគេថាកុំរំអួយក្នុងជីវិតហេតុអីពិភពលោកនេះមិនល្អចំពោះខ្ញុំហេតុអីអត់ទេមិនហេតុអីទេជនជាតិខ្មែរត្រូវតែបដួលក្រោកទៅមិនចាំបាច់ទទួលការអាណិតអសូរច្រើនពីអ្នកណាពេកបើគេអាណិតល្អអរគុណតែបើគេមិនអាណិតយើងមិនក្រោកណាគេលើកយើងអញ្ចឹងយុវជនជាចលករដ៏ខ្លាំងក្លាដ៏ប្រសើរដើម្បីជាកម្លាំងការកសាងជាតិអាហ្នឹងមួយទីពីរទៀតមកគឺថានេះជាទូនាទីរបស់យុវជនដែលលោកធ្វើចំពោះជាតិហើយលោកព្យាយាមធ្វើពលរដ្ឋល្អហើយលោកព្យាយាមរៀនសូត្រហើយលោកអីហើយយើងជាសង្គមវិញស្ថាប័នរដ្ឋត្រូវទទួលស្គាល់យកចិត្តទុកដាក់នឹងជីវិតរបស់យុវជនដែរអប់រំសុខាភិបាលស្ដាប់មតិយោបល់របស់លោកដែរហ្នឹងហើយយុវជនអញ្ចឹងបើសិនជាកិច្ចការបើសិនជាយុវជនហើយនឹងសង្គមឆ្លើយតបគ្នាទៅវិញទៅមកនេះយើងនឹងរស់បានពលរដ្ឋយើងមួយដែលមានចំណេះដឹងមានគុណធម៌ល្អយុវជនទាំងអស់ជាទីស្រឡាញ់ទឹកដីទាំងឡាយទឹកដីនគរប្រជាជាតិពូជសាសន៍ទាំងអស់គឺស្ថិតនៅក្នុងដៃលោកចឹងលោកដាច់ខាតទៅជាមនុស្សដែលមានចំណេះដឹងមានឆន្ទៈហើយស្មោះចំពោះជាតិទើបជាតិយើង